សូមស្វាគមន៍មកកាន់រឿងថ្មីរបស់យើងដែលមានចំណងជើងថាអាចកំបាំងអ្នកដឹកជញ្ជូនតួអង្គសំខាន់មានដូចជាសុខាដើរតួជាតួឯកប្រុសម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាសុខា Tech ដ៏ជោគជ័យដែលមានចរិតសុភាពនិងចូលចិត្តរៀនសូត្រពីជីវិតពិតបុប្ផាដើរតួជាតួឯកស្រីម្ចាស់ហាងលក់ផ្កាតូចមួយដែលមានចិត្តមេត្តាខិតខំធ្វើការនិងតែងតែផ្ដល់កម្លាំងចិត្តដល់អ្នកដទៃវិរៈដើរតួជាតួអង្គបន្តបន្សំជំនួយការផ្ទាល់ខ្លួនរបស់សុខាដែលតែងតែបារម្ភនិងរៀបចំកិច្ចការគ្រប់យ៉ាងឲ្យចៅហ្វាយសូមទស្សនាដោយក្តីរីករាយ Let's go នៅក្នុងការិយាល័យដ៏ទំនើបលើអគារខ្ពស់កប់ពពកសុខាដែលជា CEO វ័យក្មេងនៃក្រុមហ៊ុនសុខា Tech កំពុងសម្លឹងមើលរបាយការណ៍ទីផ្សារគាត់មានអារម្មណ៍ថាគាត់កំពុងតែឃ្លាតឆ្ងាយពីអតិថិជនពិតប្រាកដរបស់គាត់ដែលជាអ្នករស់នៅក្នុងជីវិតសាមញ្ញប្រចាំថ្ងៃសុខាបានសម្រេចចិត្តធ្វើរឿងមួយដែលគ្មាននរណានឹកស្មានដល់គឺការក្លាយជាអ្នកដឹកជញ្ជូនទំនិញក្នុងកម្មវិធីរបស់ខ្លួនឯងគាត់ចង់ចុះទៅផ្ទាល់ដើម្បីដឹងពីការលំបាកនិងតម្រូវការរបស់អាជីវករខ្នាតតូចដែលប្រើប្រាស់សេវាកម្មរបស់គាត់វិរៈដែលជាជំនួយការជំទាស់នឹងគំនិតនេះប៉ុន្តែសុខាបានបញ្ជាឲ្យរៀបចំម៉ូតូនិងឯកសណ្ឋានធម្មតាមួយឈុតគាត់បានដកគ្រឿងអលង្ការនិងរបស់របរថ្លៃៗចេញទាំងអស់ដើម្បីបន្លំខ្លួនឲ្យបានជិតពិភពព្រឹកព្រលឹមនៃថ្ងៃដំបូងសុខាបានស្លៀកពាក់ខោអាវអ្នកដឹកជញ្ជូនពណ៌បៃតងលីខ្មៅហើយជិះម៉ូតូដែលបន្តិចចេញទៅគាត់មានអារម្មណ៍ប្លែកប៉ុន្តែក៏រំភើបដែលបានឃើញពិភពលោកក្នុងជ្រុងថ្មីមួយដែលគាត់មិនដែលបានប៉ះពាល់ពីមុនមកផ្សែងឡាននិងសំឡេងស៊ីផ្លេរថនខំទីក្រុងភ្នំពេញបានធ្វើឲ្យគាត់យល់ពីការលំបាកនៃអ្នកដែលខំប្រឹងរស់នៅគាត់ត្រូវតម្រង់ជួរចាំទទួលតំណែងដោយអ្នកដឹកជញ្ជូនដទៃទៀតដែរដោយគ្មាននរណាម្នាក់ដឹងថាគាត់ជាមហាសេដ្ឋីឡើយការងារដំបូងរបស់គាត់គឺត្រូវទទួលផ្កានៅហាងមួយដែលមានឈ្មោះថាបុប្ផាផ្កាស្រស់គាត់បានបើកបរដោយប្រុងប្រយ័ត្នតាមផែនទីក្នុងទូរស័ព្ទរហូតដល់ហាងផ្កាតូចមួយដែលមានការតុបតែងគួរឲ្យស្រឡាញ់នៅពេលសុខាឈប់ម៉ូតូនៅមុខហាងគាត់បានឃើញស្ត្រីម្នាក់កំពុងរៀបចំផ្កាយ៉ាងម៉ាញឹកនាងមានស្នាមញញឹមស្រស់ស្រាយដែលធ្វើឲ្យគាត់ភ្លេចអស់នូវភាពហត់នឿយពីការធ្វើដំណើរតាមផ្លូវសួស្តីបងផ្កានេះត្រូវដឹកទៅខណ្ឌដូនពេញកុំភ្លេចប្រយ័ត្នផងណាព្រោះវាជាផ្កាដែលភ្ញៀវកំងពិសេសបុប្ផាពោឡាងទាំងទឹកមុខស្រស់បោះសុខាស្រឡាំងកាំងបន្តិចព្រោះមិននឹកស្មានថាម្ចាស់ហាងស្រស់ស្អាតនឹងមានចរិតទន់ភ្លន់បែបនេះគាត់ងក់ក្បាលទទួលយកផ្កាហើយមានអារម្មណ៍ថាបេះដូងលោតខុបចង្វាក់ជាលើកដំបូងមុននឹងចេញទៅបុប្ផាបានហុចទឹកស៊ុតមួយដបឲ្យគាត់ដោយនិយាយថាហត់ហើយបងញ៉ាំទឹកសិនទៅថ្ងៃនេះក្តៅណាស់ពេញមួយថ្ងៃសុខាដឹកជញ្ជូនផ្កាឲ្យបុប្ផាជាច្រើនលើកច្រើនសាររហូតដល់ពួកគេចាប់ដើមស៊ាំនឹងគ្នាគាត់ចាប់អារម្មណ៍ថាបុប្ផាជាមនុស្សដែលមានការយល់ចិត្តខ្ពស់និងយកចិត្តទុកដាក់ចំពោះអ្នកដឹកជញ្ជូនគ្រប់រូបដែលមកខាងនាងនៅពេលថ្ងៃត្រង់សុខាបានអង្គុយសម្រាកនៅក្បែរហាងផ្កាហើយបុប្ផាក៏បានយកបាយប្រអប់មកឲ្យគាត់ថែមទៀតនាងបានប្រាប់គាត់ថានាងយល់ពីការលំបាកអ្នករកស៊ីតាមផ្លូវព្រោះនាងក៏ធ្លាប់ឆ្លងកាត់ការលំបាកច្រើនដែរសុខាស្ដាប់នាងនិយាយទាំងក្រុងចិត្តពូពឹងដោយភាពកក់ក្ដៅគាត់មិនដែលធ្លាប់មានអារម្មណ៍ស្ងប់សុខបែបនេះឡើយទោះបីជាគាត់មានប្រាក់រាប់លានដុល្លារក្នុងគណនីធនាគារក៏ដោយនៅសប្តាហ៍ទី2សុខាចាប់ផ្ដើមយល់ដឹងពីបញ្ហាប្រឈមរបស់ហាងបុប្ផាដូចជាតម្លៃជួលទីតាំងនិងបញ្ហាដឹកជញ្ជូនគាត់បានកត់ត្រារាល់ចំណុចខ្វះខាតនៃកម្មវិធីបច្ចេកវិទ្យារបស់គាត់ដើម្បីយកទៅកែសម្រួលនៅពេលក្រោយថ្ងៃមួយមានភ្ញៀវម្នាក់បានស្ដីបន្ទោសបុប្ផាយ៉ាងខ្លាំងរឿងផ្កាមិនត្រូវចិត្តទាំងដែលនាងបានធ្វើអស់ពីចិត្តហើយសុខាដែលឈរមើលពីចម្ងាយមានអារម្មណ៍ឈឺចាប់ជំនួសនាងប៉ុន្តែគាត់ត្រូវទប់ចិត្តមិនឲ្យបញ្ចេញអត្តសញ្ញាណពិតក្រោយពេលភ្ញៀវចាកចេញបុប្ផាបានលួចជក់ទឹកភ្នែកតិចៗប៉ុន្តែនាងនៅតែងាកមកញញឹមដាក់សុខាវិញមិនអីទេបងជីវិតអ្នកលក់ដូរគឺបែបហ្នឹងហើយសំខាន់យើងធ្វើល្អបំផុតទៅបានហើយនាងលើកទឹកចិត្តខ្លួនឯងនឹងគាត់
សុខាចង់ជួយនាងឲ្យលើកពីការដឹកជញ្ជូនគាត់បានជួយនាងរៀបចំកន្លែងដាក់ផ្កានិងលើកផ្កាធ្ងន់ៗជារៀងរាល់ព្រឹកបុប្ផាចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះអ្នកដឹកជញ្ជូនម្នាក់នេះដែលនាងគិតថាគាត់ជាមនុស្សស្លូតបូតនិងមានការអប់រំល្អពួកគេទាំងពីរបានចំណាយពេលជជែកគ្នាកាន់តែច្រើនអំពីក្តីសុបិននិងជីវិតបុប្ផាប្រាប់ថានាងចង់មានហាងផ្កាដែលធំជាងនេះនិងចង់ជួយដល់ក្មេងៗកំព្រាឲ្យមានការងារធ្វើសុខាស្ដាប់ដោយក្តីរំភើបនិងការគោរពចំពោះទឹកចិត្តដ៏បរិសុទ្ធរបស់នាងគាត់បានដឹងថានាងមិនមែនគ្រាន់តែជាម្ចាស់ហាងផ្កាម្នាក់ប៉ុណ្ណោះទេប៉ុន្តែជាទេវតាក្នុងជីវិតរបស់មនុស្សជាច្រើននៅក្រុមហ៊ុនសុខា Tech វីរៈចាប់ផ្ដើមមានការពិបាកគ្រោងការលាក់បាំងអវត្តមានរបស់សុខាពីក្រុមប្រឹក្សាភិបាលសុខាត្រឡប់មកការិយាល័យវិញនៅពេលជ្រៅដើម្បីធ្វើការលើគម្រោងថ្មីមួយសម្រាប់អាជីវករខ្នាតតូចគាត់បានរចនាកម្មវិធីបច្ចេកវិទ្យាដែលនឹងជួយកាត់បន្ថយចំណាយនិងបង្កើនការលក់ដល់ហាងតូចៗដូចជាហាងរបស់បុប្ផាគាត់បានដាក់ឈ្មោះគម្រោងនេះថាផ្កាដើម្បីរំលឹកដល់នាងទោះបីជាគាត់ហត់នឿយនឹងការធ្វើការពីកម្លែងក្នុងពេលតែមួយប៉ុន្តែរាល់ពេលដែលគាត់នឹកដល់ស្នាមញញឹមរបស់បុប្ផាគាត់មានកម្លាំងចិត្តជានិច្ចគាត់ចាប់ផ្ដើមយល់ថាសុភមង្គលពិតមិនមែនស្ថិតលើអំណាចតែស្ថិតលើការផ្ដល់ឲ្យ ថ្ងៃមួយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញដែលធ្វើឲ្យផ្លូវថ្នល់មានការកកស្ទះនិងជន់លិចសុខាកំពុងដឹកផ្កាទៅឲ្យភ្ញៀវម្នាក់តាមការកម្មង់របស់បុប្ផាប៉ុន្តែម៉ូតូរបស់គាត់បានខូចនៅកណ្ដាលភ្លៀងគាត់បានសម្រេចចិត្តរត់យកផ្កាទៅឲ្យភ្ញៀវតល់តែដល់ដៃដើម្បីកុំឲ្យបុប្ផាត្រូវភ្ញៀវស្ដីបន្ទោសខ្លួនរបស់គាត់ជោកជាមដោយទឹកភ្លៀងនិងភុកប៉ុន្តែគាត់នៅតែមានអារម្មណ៍រីករាយដែលបានបំពេញភារកិច្ចបានសម្រេចពេលគាត់ត្រឡប់មកហាងវិញបុប្ផាមានការភ្ញាក់អាប់និងអាណិតគាត់យ៉ាងខ្លាំងនាងបានយកកន្សែងមកជូតក្បាលឲ្យគាត់ហើយឲ្យគាត់បដូរខោអាវដែលនាងទុកសម្រាប់បងប្រុសនាងក្រុមហ៊ុនដៃគូប្រកួតប្រជែងចាប់ដើមវាយលុកទីផ្សារខ្លាំងដែលធ្វើឲ្យសុខា Tech ជួបការលំបាកសុខាត្រូវសម្រេចចិត្តបញ្ចប់បេសកកម្មបន្លំខ្លួនរបស់គាត់ដើម្បីត្រឡប់ទៅដឹកនាំក្រុមហ៊ុនវិញពេញទំហឹងថ្ងៃចុងក្រោយនៃការបន្លំខ្លួនសុខាបានទិញផ្កាមួយតងពីហាងរបស់បុប្ផាដោយខ្លួនឯងគាត់បានប្រាប់នាងថាគាត់ប្រហែលជាត្រូវទៅឆ្ងាយមួយរយៈដើម្បីរៀបចំការងារថ្មីបុប្ផាមានទឹកមុខស្រពោនភ្លាមប៉ុន្តែនាងនៅតែជូនពរគាត់ឲ្យជោគជ័យនាងមិនបានដឹងឡើយថាការងារថ្មីដែលគាត់និយាយនោះគឺការត្រឡប់ទៅធ្វើជាមហាសេដ្ឋីវិញសុខាបានត្រឡប់មកកាន់តំណែង CEO វិញជាមួយនឹងយុទ្ធសាស្ត្រថ្មីដែលគាត់បានរៀនពីជីវិតពិតគាត់បានបញ្ជាឲ្យរៀបចំសន្និសីទកាសែតដ៏ធំមួយដើម្បីប្រកាសអំពីកម្មវិធីថ្មីសម្រាប់ជួយអាជីវករខ្នាតតូចវីរៈមានការងឿងឆ្ងល់ដែលចៅហ្វាយរបស់គាត់ចង់អញ្ជើញម្ចាស់ហាងផ្កាតូចមួយមកចូលរួមក្នុងកម្មវិធីដ៏ធំនេះសុខាបានញញឹមហើយប្រាប់ថានាងគឺជាអ្នកដែលបង្រៀនខ្ញុំពីអត្ថន័យពិតនៃអាជីវកម្មគាត់បានផ្ញើលិខិតអញ្ជើញពិសេសមួយទៅកាន់បុប្ផាដោយមិនបានដាក់ឈ្មោះគាត់ឡើយគាត់ចង់ឲ្យនាងមកឃើញសមិទ្ធផលដែលកើតចេញពីការលើកទឹកចិត្តរបស់នាងបុប្ផាទទួលបានលិខិតអញ្ជើញហើយមានការងឿងឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំអញ្ជើញនាងបានរៀបចំខ្លួនក្នុងសម្លៀកបំពាក់ដ៏សមរម្យបំផុតដែលនាងមានដើម្បីតែចូលរួមកម្មវិធីនោះនៅថ្ងៃកម្មវិធីមកដល់បុប្ផាមានអារម្មណ៍ភ័យណាស់ព្រោះទីនោះពោពេញទៅដោយអ្នកមាននិងអ្នកមានអំណាចនាងដើរចូលទៅក្នុងសាលដ៏ធំស្កឹមស្កៃហើយព្យាយាមរកមើលអ្នកដឹកជញ្ជូនដែលនាងនឹកនាងគិតក្នុងចិត្តថាប្រហែលជាគាត់ក៏មកដឹកទំនិញនៅទីនេះដែរទើបគាត់ប្រាប់នាងថាមកធ្វើការថ្មីនាងមិនដែលដឹងឡើយថាគ្រប់យ៉ាងដែលនៅជុំវិញនាងគឺជាកម្មសិទ្ធិរបស់បុរសដែលនាងធ្លាប់ឲ្យទឹកសុទ្ធនិងបាយប្រអប់កម្មវិធីចាប់ផ្ដើមជាមួយនឹងបទបង្ហាញដ៏អស្ចារ្យអំពីបច្ចេកវិទ្យាថ្មីដែលនឹងបដិវត្តទីផ្សារកម្ពុជា
ពិធីករបានអញ្ជើញ CEO នៃក្រុមហ៊ុន Socatech ឡើងមកលើឆាកដើម្បីថ្លែងសុន្ទរករបុប្ផាសម្លឹងមើលទៅលើឆាកទាំងបោកភ្នែកធំៗនៅពេលឃើញបរិសម្នាក់ក្នុងឈុតអាវធំដ៏សង្ហាដើរឡើងទៅទោះបីជាគាត់ឆ្លៀសពាក់ខុសពីមុនប៉ុន្តែនាងនៅតែចំណាំទម្រង់មុខនិងស្នាមញញឹមនោះបាននាងមានអារម្មណ៍ថាញាស់ខ្លួននិងពិបាកដកដង្ហើមដោយមិនជឿថាអ្នកដឹកជញ្ជូនសាមញ្ញម្នាក់នោះគឺជាមហាសេដ្ឋីដ៏ល្បីល្បាញទឹកភ្នែកចាប់ផ្ដើមស្រក់ចុះមកដោយមិនដឹងខ្លួនសុខាបានចាប់ផ្ដើមនីអ៊ីរៀបរាប់ពីដំណើរជីវិតរបស់គាត់ក្នុងរយៈពេល1ខែកន្លងមកនេះគាត់បានប្រាប់ភ្ញៀវកិត្តិយសទាំងអស់អំពីម្ចាស់ហាងផ្កាម្នាក់ដែលបានបង្រៀនគាត់ឲ្យស្គាល់ពីតម្លៃនៃភាពស្មោះត្រង់ខ្ញុំបានក្លាយជាអ្នកដឹកជញ្ជូនហើយខ្ញុំបានជួបមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំគ្រប់ពេលដែលខ្ញុំហត់នឿយសុខាពោលទាំងសម្លឹងមើលទៅក្នុងហ្វូងមនុស្សគាត់បានឃើញបុប្ផាឈរនៅទីនោះទាំងទឹកភ្នែកគាត់បានបន្តថាកម្មវិធីថ្មីនេះខ្ញុំបង្កើតឡើងដើម្បីនាងហើយដើម្បីមនុស្សគ្រប់គ្នាដែលមានក្តីសុបិនដូចជានាងសាលទាំងមូលស្រាប់តែស្ងាត់ជ្រងំមុននឹងមានសម្លេងទះដៃយ៉ាងខ្លាំងក្លាសុខាបានដើរចុះពីលើឆាកសម្ដៅទៅរកបុប្ផាដែលកំពុងឈរភាំងនៅកណ្ដាលចំណោមមនុស្សជាច្រើនគាត់បានមកឈប់នៅពីមុខនាងហើយកាន់ដៃនាងយ៉ាងទន់ភ្លន់សុំទោសដែលខ្ញុំមិនបានប្រាប់ការពិតដល់បុប្ផាតាំងពីដំបូងសុខានិយាយដោយសំឡេងទន់ភ្លន់បំផុតបុប្ផានៅតែមិនទាន់បាត់ការភ្ញាក់អាអល់ប៉ុន្តែនាងមានអារម្មណ៍ថាដៃរបស់គាត់នៅតែមានភាពកក់ក្ដៅដូចមុននាងបានសួរទាំងងណានថាហេតុអ្វីបានជាលោកធ្វើបែបនេះសុខាឆ្លើយថាព្រោះខ្ញុំចង់រកឃើញមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំដោយមិនដឹងថាខ្ញុំជានរណាសុខាបាននាំបុប្ផាឡើងលើឆាកហើយប្រកាសថានាងគឺជាដៃគូសហការដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនគាត់បានប្រគល់ប័ណ្ណកម្មសិទ្ធិហាងផ្កាថ្មីមួយដែលធំជាងមុននិងមានទីតាំងល្អបំផុតក្នុងទីក្រុងជូនាងបុប្ផាយំដោយក្តីរំភើបនាងមិនដែលនឹកស្មានថាទឹកចិត្តសាមញ្ញរបស់នាងនឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យបែបនេះឡើយអ្នកចូលរួមទាំងអស់បានងើបឈរទះដៃអបអរសាទរដល់ពួកគេទាំងពីររឿងរ៉ាវរបស់អ្នកដឹកជញ្ជូនមហាសេដ្ឋីបានក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្ដាញសង្គមមនុស្សគ្រប់គ្នាស្ងើចសរសើរចំពោះភាពសុភាពរាបទាបរបស់សុខានិងភាពស្មោះត្រង់របស់បុប្ផាបន្ទាប់ពីកម្មវិធីបញ្ចប់សុខាបាននាំបុប្ផាទៅមើលហាងផ្កាថ្មីដែលគាត់បានរៀបចំទុកសម្រាប់នាងហាងនោះមានឈ្មោះថាបុប្ផា and សុខាដែលមានការរចនាយ៉ាងប្រណីនិងមានផ្កាគ្រប់ប្រភេទមកពីជុំវិញពិភពលោកតើបុប្ផានឹងតែចង់ឲ្យខ្ញុំដឹកផ្កាឲ្យទៀតទេសុខាសួរទាំងលេងសើចខណៈដែលពួកគេដើរកម្សាន្តក្នុងហាងបុប្ផាញញឹមយ៉ាងស្រស់ហើយឆ្លើយថាទោះជាលោកជាមហាសេដ្ឋីក៏ក្នុងភ្នែកខ្ញុំលោកនៅតែជាអ្នកដឹកជញ្ជូនម្នាក់ដែលផ្ដល់កម្លាំងចិត្តឲ្យខ្ញុំជានិច្ចពួកគេបានសន្យាថានឹងរួមគ្នាកសាងអាជីវកម្មនេះនិងជួយដល់អ្នកដទៃទៀតដែលកំពុងតស៊ូក្នុងជីវិតសេចក្តីស្រឡាញ់របស់ពួកគេមិនមែនកើតចេញពីប្រកាសតែចេញពីការយល់ចិត្តគ្នាវីរៈដែលឈរមើលពីចម្ងាយមានអារម្មណ៍រីករាយដែលឃើញចៅហ្វាយរបស់ខ្លួនមានសុភមង្គលពិតប្រាកដគាត់ដឹងថាសុខាមិនមែនគ្រាន់តែជា CEO ដែលពូកែខាងបច្ចេកវិទ្យាប៉ុណ្ណោះទេតែជាមនុស្សដែលមានបេះដូងដ៏អស្ចារ្យក្រុមហ៊ុន Socatech ចាប់ផ្ដើមរីកចម្រើនខ្លាំងជាងមុនព្រោះកម្មវិធីថ្មីនោះពិតជាបានជួយមនុស្សបានច្រើនមែនសុខាតែងតែចំណាយពេលចុងសប្តាហ៍ទៅជួយបុប្ផានៅហាងផ្កាជានិច្ចជារៀងរាល់ព្រឹកពួកគេនៅតែផ្ដល់ទឹកស៊ុតនិងបាយប្រអប់ដល់អ្នកដឹកជញ្ជូនគ្រប់រូបដែលមកហាងពួកគេវាបានក្លាយជាប្រពៃណីដ៏ល្អមួយដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅថ្ងៃមួយសុខាបានរៀបចំការភ្ញាក់ផោលមួយទៀតដល់បុប្ផានៅចំកណ្ដាលហាងផ្កាដែលពោរពេញដោយក្លិនក្រអូបគាត់បានលុតជង្គង់ចុះហើយហុចចិញ្ចៀនដ៏សាមញ្ញមួយវង់ជូននាង
ឈុតបញ្ចប់នៅពេលពិធីមង្គលការរបស់ពួកគេមកដល់ភ្ញៀវកិត្តិយសទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសុខាមិនបានប្រើឡានទំនើបសម្រាប់ហាយក្បួនឡើយប៉ុន្តែគាត់បានប្រើម៉ូតូដឹកជញ្ជូនរាប់រយគ្រឿងជាក្បួនហាយជំនួសវិញអ្នកដឹកជញ្ជូនទាំងអស់នៅក្នុងទីក្រុងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសលំដាប់ខ្ពស់ក្នុងពិធីការនេះវាគឺជាមង្គលការដ៏ប្លែកនិងមានអត្ថន័យបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទីក្រុងអាថាកំបាំងអ្នកដឹកជញ្ជូនត្រូវបានលាតត្រដាងប៉ុន្តែអ្វីដែលនៅសេសសល់គឺក្តីស្រឡាញ់ដ៏បរិសុទ្ធសុខានិងបុប្ផាបានក្លាយជាសញ្ញានៃក្តីសង្ឃឹមនិងការយល់ចិត្តគ្នានៅក្នុងសង្គមសម័យទំនើបនេះយ៉ាងពិតប្រាកដ